សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងដឹក pizza pasta corner ទៅភ្នំក្រមឥឡូវនេះយើងជិះដល់ភ្នំក្រមហើយមិញហ្នឹងខ្ញុំបាននិយាយរឿង pizza តែថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមដំបូងក្នុងការ promotion របស់ Koi គឺជាប្រភេទភេសជ្ជៈដែលមានតែគុជជាច្រើនប្រភេទច្រើនរសជាតិអញ្ចឹងបងប្អូនអាចធ្វើការកម្មង់ជាមួយនឹង Koi អញ្ចឹងគឺចាប់ពីថ្ងៃទី23 24 25រយៈពេល3ថ្ងៃអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី23ជាការចាប់ផ្ដើមថ្ងៃដំបូងក្នុងការទិញមួយថែមមួយអញ្ចឹងអតិថិជន Koi ទាំងអស់ដែលតែងតែធ្វើការកម្មង់ជាមួយនឹង App Food Panda សូមគ្រប់អញ្ចឹងធ្វើការកម្មង់ឲ្យបានច្រើនពួកយើងខ្ញុំនឹងធ្វើការដឹកជញ្ជូនឲ្យទៅដល់ទីតាំងដូចដែលខ្ញុំបានធ្វើការដឹកpasta corner អញ្ចឹងដឹក pizza អញ្ចឹងដូចគ្នាអញ្ចឹងអរគុណសម្រាប់អតិថិជនដែលតែងតែធ្វើការកម្មង់ជាមួយនឹង Food Panda មិនថាទីចិត្តទីឆ្ងាយពួកយើងនឹងធ្វើការដឹកជញ្ជូនឲ្យដល់គោលដៅទៅដល់មុខទេសភ្ញៀវរបស់អតិថិជនទាំងអស់គ្នាតែម្ដងអញ្ចឹងទៅជុំវិញផ្លូវក្នុងក្រុមហ្នឹងគឺគេចាក់កៅស៊ូខ្វែងខ្វាត់ជុំវិញផ្លូវតែម្ដងអញ្ចឹងនេះគឺនៅនឹងចរៈនៅនឹងជើងក្នុងក្រមហ្នឹងគេមានផ្ទះមានអីសងខាងអញ្ចឹងទៅហើយមានផ្លូវបេតុងត្រឹមត្រូវណាមានផ្លូវបេតុងស្អាតហើយមានប្រព័ន្ធភ្លើងអីណានៃនោះសេវាកម្មអ៊ីនធឺណិតសេវាកម្មបកគោភ្លើងអីមានមកស្អាតតែម្ដងឥឡូវយើងជិះដល់នេះអាប់កន្លែងនេះផ្លូវឡើងទៅលើភ្នំក្រមបងប្អូនណាឡើងទៅលើបាទអញ្ចឹងយើងបានឡើងទេយើងកាន់តែបង្ហាញថាផ្លូវហ្នឹងគឺឡើងទៅលើភ្នំក្រមដូច្នេះយើងបានធ្វើការជិះត្រឡប់មកវិញជិះត្រឡប់ហ្នឹងគឺថតយកទេសភាពចែកជូនពុកម៉ែបងប្អូនដែលមានបំណងថាចង់មកលេងភ្នំក្រមបាទឥឡូវនេះយើងបានចេញផុតពីចរៈភ្នំហើយហ្នឹងហើយយើងចាប់ផ្ដើមបន្តដំណើរជិះចូលក្រុងវិញអានេះគឺនៅលើផ្លូវធំផ្លូវពីមុខភ្នំក្រមណាហ្នឹងហើយផ្លូវពីមុខភ្នំក្រមហ្នឹងអញ្ចឹងទៅគឺខ្ញុំថតចែកជូនបងប្អូនដែលថាមានបលេងភ្នំក្រមអីមានផ្លូវអីជិះស្រួលមកចប់តែម្ដងហ្នឹងហើយទេសភាពអេមស្រេមទេសភាពស្រស់ត្រកាលនៅលើដងផ្លូវហ្នឹងអញ្ចឹងទៅបើសិនជាបានឡើងទៅលើនៅលើកពូលភ្នំទៀតរត់តែមើលមកខាងក្រមហ្នឹងមានទេសភាពរត់តែខៀវស្រងាត់ស្រស់បំព្រងថែមទៀតតែនេះគឺយើងអត់បានឡើងទៅខាងលើអីទេគ្រាន់តែថាដឹកអីវ៉ាន់ឲ្យភ្ញៀវនៅនឹងជើងភ្នំក្រមនៅនឹងចរៈភ្នំអញ្ចឹងណារួចហើយយើងបានអីវ៉ាន់ភ្ញៀវអស់ហើយយើងក៏ធ្វើការត្រឡប់មកវិញជិះចូលក្រុងវិញអញ្ចឹងសម្រាប់បងប្អូនប្រិយមិត្តដែលថាចង់មកលេងភ្នំក្រមសូមអញ្ជើញដើម្បីធ្វើការមកទស្សនាមកលេងមកមើលទេសភាពនៅលើដងភ្នំនៅមានទេសភាពស្រស់ត្រកាលតែម្ដងដូចខ្ញុំកំពុងតែថតជួយជូនពុកម៉ែបងប្អូនហ្នឹងគឺទេសភាពល្អបាទសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំ